កាលនេះដែរលួងចិត្តកូនទាំងកូនធំទាំងកូនតូចគេនៅយាមហាងក៏ប៉ុន្តែមុនពេលមកអាមេរិកនេះមាន plan ជួបជុំមិត្តភក្តិចាស់អញ្ចឹងទៅអ្នកចេញមកហាងជប៉ុនត្រៀមភីសាឲ្យកូនហើយស្អែកឡើងអត់អស់ចិត្តទេណាជួបគ្នាពេលល្ងាចហើយស្អែកឡើងណាត់គ្នាទៅចកាអាមេរិកទៀតជាពីសុខសប្បាយហើយមាន plan ដើរលេងមួយគ្នាឡើងអស់ខ្យល់ហ្មងពីផឹករហូតដល់ល្ងាចបានដើរច្រើនកន្លែងដែរកាលពេលហ្នឹងចាមានកន្លែងដើរលេងថ្មីដែរនិយាយទៅជាភាពមិត្តភក្តិខ្ញុំហ្នឹងគាត់អាសាដើរលេងរកកន្លែងថ្មីឲ្យបានស្អាតច្រើនណាស់អាហារគឺឆ្ងាញ់ទៀតណាកន្លែងនោះប្លែកសម្រាប់ខ្ញុំឲ្យទៅដល់កូនគេនៅអាចលេងមួយគ្នាបានដែរបន្តិមួយជាហើយលើកនេះមានសមាជិកថ្មីទៀតពីពូទៅដើរលេងហោហែងគេឯងនិយាយទៅដល់ណាក៏ដល់ដែរកូនទៅនេះមានកន្លែងទៅលេងអញ្ចឹងបើសិនជាតាមធម្មតាតាមខ្ញុំដឹងពីអ្នកនៅម្ចាស់ហាងនៅហ្នឹងក៏យើង booking មុនមិនមកហូបអាហារអីយើងអត់ខកខានណាគេលោហេវពេកនេះមកដល់ឆ្កាអាមេរិកហើយតាំងពីឆ្នាំ1999ឆ្កាអាមេរិកនេះហេមកដល់ទៅពេលហាងសែនេះខ្ញុំទៅបានស្គាល់កូនអ្នកកពោតដែរអញ្ចឹងបាននាំប្តីទៅស្គាល់កន្លែងគេដូចថាចុះគ្រឿងសមុទ្រចុះអីថ្មីអញ្ចឹងណាតែពេលសង្កែអញ្ចឹងហ្នឹងហើយមានគេនិសាទលោកស្រីឈើអញ្ចឹងទៅមុនត្រឡប់មកផ្ទះវិញហ្នឹងគឺបានចូលទៅនឹងលេងសប្បាយណាស់សិនអ្នកជិះថតរូបដូចគ្នាហ្នឹងបាយបាយអរគុណសុខសប្បាយ